ជំរាបសួរពុកម៉ែបងប្អូនជួបគ្នាក្នុងវីដេអូថ្មីថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីប្រវត្តិខ្លះៗតាក់ទងជាមួយនឹងរមណីយដ្ឋានវត្តសសរ100នៅក្នុងខេត្តក្រចេះចង់ដឹងថាតើរមណីយដ្ឋានវត្តសសរ100ឬក៏វិហារសសរ100នៅក្នុងខេត្តក្រចេះមានប្រវត្តិយ៉ាងណានោះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ដូចតទៅនៅក្នុងសតវត្សទី16រជ្ជកាលព្រះបាទច័ន្ទរាជាទ្រង់គង់នៅអតីតរាជធានីឧដុង្គព្រះអង្គមានព្រះរាជបុត្រីមួយអង្គព្រះនាមវរភៈពេលព្រះរាជបុត្រីប្រឈួនព្រះបិតាបានបញ្ជាឲ្យគេទៅនិមន្តព្រះគ្រូចៅអធិការវត្តនាគសែនដែលមានទីតាំងនៅឃុំជ្រោយបន្ទាយស្រុកព្រែកប្រសពដើម្បីព្យាបាលជំងឺរបស់ព្រះរាជបុត្រីពេលព្រះគ្រូចៅអធិការមិននៅវត្តនេនធនជាសិស្សសំណប់របស់ព្រះគ្រូបានលួចរៀនវិជ្ជាមន្តអាគមស្ងាត់ហើយអាចប្រែក្រឡាខ្លួនទៅជាសត្វក្រពើហៅថាក្រពើនេនធននៅពេលព្រះគ្រូបានមកដល់វិញនេនធនបានក្លាយទៅជាក្រពើនិងមិនអាចត្រឡប់មកក្លាយជាមនុស្សវិញបានក្រោយមកគាត់តែងតែដឹកព្រះគ្រូដោយដាក់លើខ្នងដើម្បីទៅព្យាបាលជំងឺបុត្រីរបស់ស្ដេចជារឿយៗថ្ងៃមួយមានក្រពើមួយឈ្មោះសុពណ៌កាលីចង់ផ្ចាញ់នេនធនក៏បានបង្អាក់ដំណើរនេនធននៅពេលកំពុងដឹកគ្រូមកពីវាំងវិញក្រពើទាំងពីរបានវាយប្រហារគ្នានេនធនមិនអាចរកវិធីជួយគ្រូបានក៏សម្រេចចិត្តលេបគ្រូចូលទៅក្នុងពោះដើម្បីរក្សាសុវត្ថិភាពមួយរយៈការប្រយុទ្ធគ្នាអស់រយៈពេល3ថ្ងៃ3យប់ហើយចុងក្រោយសុពណ៌កាលីបានចាញ់និងស្លាប់បាត់ទៅដែលបានคล้ายទៅជាភ្នំដែលមានឈ្មោះថាភ្នំសុពណ៌កាលីមកដល់សប្តាហ៍ថ្ងៃនេះនៅពេលនេនធនខ្ជាក់គ្រូចេញពីពោះលោកគ្រូបានសុគតបាត់ទៅហើយនេនធនមានអារម្មណ៍សោកស្ដាយជាខ្លាំងហើយចង់សម្លាប់បុត្រីរបស់ស្ដេចដោយគិតថាមកពីព្រះនាងជាដើមហេតុធ្វើឲ្យគ្រូរបស់គាត់ស្លាប់នេនធនលួចលេបបុត្រីរបស់ស្ដេចចូលទៅក្នុងពោះពេលដែលកំពុងលេងទឹកនៅក្នុងព្រះរាជវាំងព្រះអង្គច័ន្ទរាជាបានបញ្ជាឲ្យគេទៅតាមនេនធនរហូតចាប់បាននេនធននៅកន្លែងមួយហៅថាសម្បូរហោរាបានទាយថាព្រះនាងនៅក្នុងពោះរបស់ក្រពើនេនធននៅមានជីវិតដូច្នេះព្រះអង្គបញ្ជាឲ្យគេវះពោះក្រពើនោះដើម្បីយកបុត្រីចេញមកក្រៅពេលនោះក្រពើបានស្លាប់ហើយព្រះនាងក៏បានចូលទីវង្គតក្រោយមកព្រះអង្គបានបញ្ជាឲ្យគេបណ្ដែតកន្ទោងដើម្បីដឹងថាតើព្រះនាងចង់គង់នៅកន្លែងណាកន្ទោងនោះបានអណ្ដែតមកទៅនៅមាត់ទន្លេជិតវត្តសប្តាហ៍ថ្ងៃដូច្នេះហើយព្រះអង្គច័ន្ទរាជាបានកសាងវត្តសសរ100នេះឡើងដើម្បីបញ្ចុះសពរបស់បុត្រីដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ព្រះនាងវិហារសសរ100មានន័យថាប្រាសាទមានសសរ100បច្ចុប្បន្នជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តក្រចេះស្រុកសម្បូរគឺជាអតីតរាជធានីខ្មែរពីសម័យចេនឡាដែលមានឈ្មោះថាសម្ភពបុរៈចំណែកនេះគឺជាទិដ្ឋភាពនៅជុំវិញព្រះវិហារសសរ100ពុកម៉ែបងប្អូនបច្ចុប្បន្នព្រះវិហារសសរ100នឹងគឺសាងសង់ពីសំណង់សុទ្ធ 100% ដែលមានសសរសរុបចំនួន116ដើមអត់មានសសរឈើទៀតទេណាពុកម៉ែបងប្អូនហើយចំណែកសសរឈើដែលសេសសល់កាលពីមុនមកពីជំនាន់មុនមកនឹងគឺត្រូវបានគេរក្សាទុកនៅលើព្រះវិហារនេះតែម្ដងដែលសសរឈើនៅសេសសល់នឹងគឺនៅសល់ចំនួន3ដើមដែលត្រូវបានរក្សាទុកនិងដាក់តាំងសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលទៅទស្សនានៅទីនោះបានឃើញចឹងណាពុកម៉ែបងប្អូនចាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ